សភៅដែលយើងអានវាអស្ចារ្យនៅពេលណាសភៅមួយដែលយើងអានវាអស្ចារ្យនៅពេលដែលវាផ្លាស់ប្ដូរជីវិតយើងបានអានឲ្យមានគិតឲ្យស៊ីជម្រៅទៅលើពាក្យឲ្យគេទៅសេមួយម៉ាត់ហ្នឹងបងប្អូនខ្ញុំធ្លាប់ម្ដងនៅពេលដែលគេប្រាប់ខ្ញុំថាអានសភៅឆ្លាតទៅទៅសូអានសភៅឆ្លាតឲ្យយើងក្មេងអានមែនលេងអានមកលេងមួយថ្ងៃហ្នឹងអានអស់មួយក្បាលហ្នឹងហ្មងនិយាយត្រង់អានណាដឹងវាចង់និយាយពីស្អីសភៅហ្នឹងបងប្អូនឃើញក្មេងឆោតទេអានថាអញទៅអានមកចប់ហ្នឹងអញឆ្លាតប៉ុន្តែអានរលចឹងរួចអត់ដឹងវាចង់និយាយពីអីសភៅហ្នឹងបើអានចប់ចុះអញអានអត់មានចេះអីសោះដល់ពេលហ្នឹងដែលខ្ញុំអត់សំដៅចំពោះខ្លួនឯងពួកខ្ញុំមនុស្សខ្ញុំវាចង់ណាដល់ពេលដែលខ្ញុំចង់ឲ្យខ្ញុំធ្វើទៅវាដូចឈួតចឹងសភៅដែលយើងអានចេះនៅពេលដែលយើងអានហើយយើងយកមកគិតពិចារណាខ្ញុំអានពាក្យមួយឃ្លាហ្នឹងខ្ញុំគិតបំបែកចេញណោះគ្រប់ទិសវាចង់និយាយពីអីគេខ្លះតើចំណុចមួយហ្នឹងវាអាចតភ្ជាប់ទៅចំណុចអីគេមួយទៀតតើចំណុចនេះវាតទៅដល់ណាទៀតខ្ញុំនិយាយវីដេអូពីថ្ងៃមុនថាគិតទៅដល់ក្អមទឹកយើងនឹកឃើញទៅដល់ចិត្តទាំង4ទឹកដីភ្លើងខ្យល់ដើម្បីចេញពីក្អមហ្នឹងមកយើងនឹកឃើញទៅដល់អ្នកកាប់អស់ដើម្បីបង្កាត់ភ្លើងយើងនឹកឃើញថាអស់ហ្នឹងយកមកពីព្រៃនឹកឃើញបន្តធ្វើឲ្យយើងកើតបញ្ញាច្រើនកាលណាយើងគិតទៅយើងយល់កាន់តែស៊ីជម្រៅខ្ញុំអានតាំងសភៅប៉ុណ្ណឹងដល់ពេលមួយគ្រាន់តែបើកសភៅបងប្អូនអានតែមួយឃ្លាហ្នឹងឈប់អានតែមួយឃ្លាលើហ្នឹងអានហើយនិយាយពីគំនិតវាចាក់វាកើតនៅក្នុងគូក្បាលហ្នឹងច្រើនមែនតើចេញជាសាច់រឿងផ្សេងពេលហ្នឹងហើយដែលយើងចាប់ផ្ដើមមានមូលដ្ឋានគ្រឹះក្នុងការពិចារណាពេលដែលយើងមានព័ត៌មានច្រើនសម្រាប់ឲ្យយើងយកមកគិតពិចារណាបានតែដំបូងអានធម្មតាសិនទៅបើយើងគិតមិនតាន់បានកុំបង្ខំព្យាម្ដងតិចម្ដងបញ្ញាគឺមកពីទាំងអស់ហ្នឹងហើយបងប្អូនអានសភៅណាអ្នកសរសេរសភៅហ្នឹងចូលក្នុងខ្លួនយើងអានសភៅធម៌ចូលខ្លួនអានគម្ពីរចូលខ្លួនអានអីគេអានអីទៀតទាំងអស់ហ្នឹងចូលក្នុងខ្លួនរបស់យើងទៅជាមនុស្សថ្មីអញ្ចឹងសភៅអីក៏ដោយដែលវាអាចផ្លាស់ប្ដូរជីវិតយើងបានសភៅហ្នឹងគឺអស្ចារ្យ